នេះខ្ញុំមកឆាបាយម្រះព្រៅទៀតណាបងប្អូនតែលើកនេះខ្ញុំមកឆាបាយម្រះព្រៅជាមួយនឹងសាច់មាន់តែខ្ញុំសួរប្តីខ្ញុំទៅគាត់ថាបាយឆាម្រះព្រៅថ្ងៃមុនខ្ញុំធ្វើឲ្យគាត់ហ្នឹងគាត់ថាឆ្ងាញ់គាត់ចូលចិត្តញ៉ាំអញ្ចឹងក៏ខ្ញុំធ្វើម្ដងទៀតយើងចាប់ផ្ដើមធ្វើយើងបុកម្ទេសបុកខ្ទឹមឲ្យម៉ត់ហើយយើងមកឆាពងទាហើយទុកវាមកដល់ឡែកសិនណាបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ម្ទេសដាក់ខ្ទឹមចូលដាក់បុកមិញហ្នឹងខ្ញុំចាក់សណ្ដែកគួរចូលក៏ប៉ិតបងប្អូនអាហ្នឹងយើងដាក់ក្រោយពេលដែលយើងឆាសាច់ឆ្អិនក៏បានដែរប៉ុន្តែខ្ញុំភ្លេចខ្ញុំច្រឡំដៃខ្ញុំឆាលើកមុនហ្នឹងខ្ញុំដាក់ចូលទៅព្រោះយើងឆាសាច់គោចឹងមិនត្រឡប់ពីត្រឡប់យើងអាចញ៉ាំបានចឹងតែនេះសាច់មាន់យើងត្រូវតែឆាសាច់មាន់ហ្នឹងដាក់ទឹកដាក់អីឲ្យវាឆ្អិនល្អសិនបានយើងចាប់ផ្ដើមដាក់ឆាបាយចឹងបងប្អូនខ្ញុំងាស់សាច់មាន់ឲ្យវាឆ្អិនល្អហើយក៏ដាក់គ្រឿងមានប៊ីចេងមានស្ករមានអំបិលនិងម្សៅស៊ុបមាន់បងប្អូនយើងដាក់មកតិចមកល្មមឆ្ងាញ់តាមតម្រូវការបងប្អូនណាបន្ទាប់មកខ្ញុំដាក់បាយចូលហើយខ្ញុំដាក់ពងទាចូលហើយឆាមើលមកវាចូលជាតិល្អបន្ទាប់មកខ្ញុំក៏ដាក់ម្រះព្រៅចូលបងប្អូននិយាយថាជើងឆាបាយបែបអញ្ចឹងបងប្អូនគឺថាចូលជាតិគ្នាល្អឆ្ងាញ់មែនតើហឹលតិចហើយឈ្ងុយម្រះព្រៅទៀតបងប្អូនគឺថាឆ្ងាញ់ណាស់